បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបក្សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះគឺខ្ញុំថតមាន់អាមេមបើដែលខ្ញុំតែងតែថតចែកជូនបងប្អូនមើលរដងហ្នឹងតែឥឡូវវាជុលចាញ់គេហើយគឺវាបាក់ស្លាប់ចូលយ៉ងនឹងត្រូវជើងសងខាងបាក់ជើងមួយខាងបាក់ជើងមួយខាងវារៀងរបួសធ្ងន់ប៉ុន្តែឥឡូវបច្ចុប្បន្នរបួសរបស់វាហ្នឹងជាបាន 30% ហើយក៏ឆ្លៀតពេលថតឲ្យបងប្អូនមើលលេងកំសាន្តទៅអញ្ចឹងរបួសរបស់វាប្រហែលជាខែ2ឬខែ3ជាបាន 100% អាចជុលបានវិញហើយអញ្ចឹងរាល់ថ្ងៃហ្នឹងគឺវានៅផឹកថ្នាំនៅឡើយទេហើយក៏ឆ្លៀតថតចែកជូនបងប្អូនទៅព្រោះវីដេអូមុនធ្លាប់និយាយថាថតចែកជូនបងប្អូនឲ្យមើលអញ្ចឹងសម្រាប់អាមីមបើនេះគឺមន់នំចូលបានប្រហែលជាមួយអាទិត្យហើយថ្ងៃនេះខ្ញុំដាក់ថ្នាំវាដើម្បីឲ្យវាឡើងសាច់វិញគីឡូវា32ជុំផនវៀតណាមអញ្ចឹងបងប្អូនមើលផែនវាលេងតើបងប្អូនយល់យ៉ាងណាដែរហើយមួយទៀតបងប្អូនមន់នេះគឺខ្ញុំមិនទាន់បានឡំមើលទេមន់ទើបតែបដូររោមចិត្តប៉ុន្តែយើងឮពីម្ចាស់វាថាវាវាយវារោអញ្ចឹងប៉ុន្តែពេលឥឡូវវាឈឺជើងដាក់មកឆ្ងាយពេកអញ្ចឹងទោះហេតុឡំវាទេយើងក្រុងវាដាក់ថ្នាំវាដើម្បីឲ្យវាមានកម្លាំងស្រួលបួននឹងលែងឈឺជើងបានយើងឡើងវាមើលជើងមន់នេះនំចូលឆ្ងាយគួរសមដែរដើម្បីទុកលេងនៅខែ1ខែ2ព្រោះអីយើងអស់មន់លេងហើយប៉ុន្តែឃើញផែនវាស្អាតក៏លែងវាដើរពេលយប់បន្តិចថតឲ្យបងប្អូនមើលព្រោះអីខ្ញុំចូលធ្វើការព្រឹកអត់មានពេលថតទេចង់បានតែយើងថតពេលយប់ម្ដងគ្របទៅដើម្បីឲ្យបងប្អូនមើលលេងកំសាន្តគ្រាន់បាត់ការអុកសុកបញ្ជាក់សារជាថ្មីបងប្អូនមកនេះទៅតែដូររោមចិត្តទេហើយបាន 90% ទៅ98វាចិត្តដល់សរោមពងខ្ទុយមួយមិនទាន់រក់អស់អញ្ចឹងប្រហែលជារយៈពេលមួយអាទិត្យពីអាទិត្យទៅអាចដូររោមចិត្ត 100% ហើយក៏យើងថែត្រៀមជុលដែរហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមបងប្អូនមេត្តាចុចពាក្យជីវនិង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់ហើយសូមបងប្អូនសុខសប្បាយទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មីខាងមុខនេះសូមអរគុណ